bạn đãជំរាបសួរបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបសេវរូបភាពពី Telegram ទៅដាក់នៅក្នុង Microsoft Word ដើម្បីតាក់តែងធ្វើជារបាយការណ៍ឬទម្រង់បែបបទអ្វីផ្សេងៗតាមការចង់បានរបស់បងប្អូនឧទាហរណ៍នៅក្នុង Telegram យើងបានទទួលរូបភាពពី account ផ្សេងៗដើម្បីយើងរៀបចំជារបាយការណ៍ឧទាហរណ៍ខ្ញុំមានរូបភាពនៅក្នុងនេះនៅក្នុង save នេះបងប្អូនត្រូវតែ save រូបភាពឲ្យចូលទៅក្នុង folder ដែលបងប្អូនចង់បានថាឲ្យរូបភាពនោះពេលយើង save ទៅវាទៅនៅកន្លែងណាដើម្បីយើងងាយស្រួលរកប៉ុន្តែជា default របស់វាមានន័យថាកាលណាយើង save Telegram ទៅផ្លូវរបស់វាគឺវាត្រូវទៅនៅក្នុង folder មួយឈ្មោះថា download ឧទាហរណ៍បងប្អូនត្រូវ select ចេះណាបងប្អូន right click នៅក្នុង computer មក right ប្រើ key ខាងស្ដាំបងប្អូន right click មកបងប្អូនប្រើចុចយកពាក្យ select ចុចយកពាក្យ select មក select នេះវាចាប់ដើម select យករូបភាពទាំង4តែបើសិនជាបងប្អូនមិនចង់បានរូបភាពមួយណាបងប្អូនត្រូវចុចលើរូបភាពមួយនេះមានន័យថាវាដោះ select វិញតែបងប្អូនយកទាំងអស់បងប្អូនចុចយកកន្លែងនេះព្រោះតែរូបភាពមួយសំណុំហ្នឹងបងប្អូន select ទាំងអស់បងប្អូនយកកន្លែងនេះមកវា select ទាំងអស់ហើយបន្ទាប់មកបងប្អូនត្រូវ right click ម្ដងទៀត right click key ខាងស្ដាំម្ដងទៀតយកពាក្យថា save select ចឹងបងប្អូនចុចកន្លែង download នេះលឿនណាចុចលើកន្លែង download ហ្នឹងមកវានឹងនាំបងប្អូនទៅរូបភាពទាំង4រូបភាពទាំង4ដែលយើង save បាញ់មិញនេះគឺនៅខាងលើនេះ4នេះចឹងបងប្អូន select រូបភាពទាំង4ហ្នឹងមក select ខ្ញុំមក select តែមិនឲ្យបានទាំង4មកបងប្អូនប្រើ key control នៅលើ key ចុច control មកបងប្អូនចុចរូបភាពម្ដងមួយទាំង4ហ្នឹងក៏បានហើយបន្ទាប់មកបងប្អូនចុចពាក្យ copy ចុច copy មកចុច copy មកយើង copy រូបភាពហ្នឹងទៅដាក់ folder ណាដែលនៅក្នុងរបាយការណ៍បងប្អូនដើម្បីងាយស្រួលរកឧទាហរណ៍ខ្ញុំមាន folder របាយការណ៍មួយនៅលើ desktop បងប្អូនបើកfolder របាយការណ៍នេះមកយើងបើកឡើងវាមកហើយបងប្អូន right click នៅលើហ្នឹង right click ប្រើ key ខាងស្ដាំហើយចុចពាក្យថា pass ពេលបងប្អូនចុច pass មកវារូបភាពទាំង4ហ្នឹងវាបានមកលើនៅ folder ជាមួយរបាយការណ៍ Microsoft Word ដែលយើងត្រូវបញ្ចូលរូបភាពហ្នឹងទៅក្នុង Microsoft Word ដែលយើងចង់បានអញ្ចឹងបន្តមកទៀតបងប្អូនបើករបាយការណ៍យើងរបាយការណ៍ដែលយើងចង់បញ្ចូលរូបភាពទៅក្នុងហ្នឹងគឺ Microsoft Word បងប្អូនបើកវាមកបាទបងប្អូនចុចបើកវាមកចឹងបងប្អូនចង់បញ្ចូលវាទៅក្នុងកន្លែងណាទៅក្នុង page មួយណាឧទាហរណ៍យើងចង់បញ្ចូលវានៅខាងក្រោមយើងអូសវាអស់មកហើយយើងចុច cursor ឲ្យវាលោតតាក់នៅកន្លែងហ្នឹងមកចុចតាក់នៅកន្លែងហ្នឹងមកតមកបងប្អូនទៅមើលនៅខាងលើនេះយកពាក្យ insert ចុចពាក្យ insert មកបងប្អូនមើលកន្លែងរូបភាពនេះចុចរូបភាពហើយចុចលើពាក្យនេះ this device ទៅនឹងមកតមកបងប្អូនចុចទៅរកកន្លែងរូបភាពដែលយើង save បាញ់មិញដែលវានៅជាមួយfile របាយការណ៍យើង Microsoft Word ហ្នឹងគឺនៅក្នុង desktop អញ្ចឹងបងប្អូនចុចលើពាក្យ desktop មកតមកបងប្អូននឹងឃើញ folder មួយដាក់តែរបាយការណ៍ដែលយើងបានកើតរួចជាស្រេចឬក៏បងប្អូនមកកើតថា folder នឹងឈ្មោះអ្វីបងប្អូនត្រូវទៅរក folder ដែលមានឈ្មោះហ្នឹងបងប្អូនចុចពាក្យរបាយការណ៍តមកបងប្អូនចុចយករូបភាពដែលបងប្អូនចង់បញ្ចូលចង់បញ្ចូលបើសិនជារូបភាពដែលបងប្អូនចង់បញ្ចូលមានទាំងអស់ឬរូបភាពណាមួយដែលបងប្អូនចង់ឲ្យវាចូលមកបងប្អូន select តាមលំដាប់ដោយមកយើងបញ្ចូលម្ដងមួយក៏បានឬក៏ select ទាំងអស់ក៏បានដែរបន្តមកបងប្អូនចុចពាក្យថា
insert មក insert នេះវារូបភាពនឹងវាចូលមកទាំង4ហ្នឹងបងប្អូនណាក្នុង Microsoft Word បើសិនជាបងប្អូនចង់ទាញរូបភាពហ្នឹងឲ្យវាទៅឆ្វេងទៅស្ដាំឬពង្រីកពង្រួមវាឬក៏ចង់ដាក់ទទឹមគ្នាបងប្អូន select លើរូបភាពហ្នឹង select លើរូបភាពហ្នឹងហើយតើបងប្អូនមើលខាងលើនេះគេដាក់ picture format នេះហើយបងប្អូនមកមើលកន្លែង wrap text នេះ wrap text បងប្អូនយកពាក្យ in front of text បងប្អូនចុចលើនឹងមកគឺបងប្អូនអាចទាញបានកាលឆ្វេងកាលស្ដាំហើយកាលណាបងប្អូនចង់ចុចពង្រួមរូបភាពបងប្អូនត្រូវចុច key shift នៅលើ key របស់យើងចុចឲ្យជាប់ចាំបងប្អូនទាញទៅរូបភាពនឹងវាអត់ខូចតម្រង់ហើយយើងទាញទៅគឺវារួមស្មើគ្នារួមទាំងបណ្ដោយរួមទាំងទទឹងគឺស្មើគ្នាតែម្ដងដោយរូបភាពមួយនេះកាលណាបងប្អូនអត់ចុចពាក្យតាស៊ីវទេបងប្អូនចុចចេញមកគឺវារួមអត់ស្មើគ្នាទេចាំពេលបងប្អូនត្រូវចុចពាក្យតាស៊ីវហើយចាំទាញចាំពង្រួមវាណាបងប្អូនចង់អូសវាទៅអូសវាឆ្វេងស្ដាំឬបដូរទីតាំងរបស់វាបងប្អូនត្រូវចូលកន្លែង wrap text ចុចពាក្យ in front of text គឺបងប្អូនអាចទាញបានណាទាញបានតាមទីតាំងដែលយើងចង់បានចង់យកទៅដាក់កន្លែងណាទាញទៅដាក់កន្លែងទៅខាងក្រោមក៏ចឹងដែរនិយាយទៅរូបភាពទាំងអស់ទាំង4បងប្អូនត្រូវ select ម្ដងមួយក៏បាន select ទាំងអស់ក៏បាន select ហើយយើង select ម្ដងមួយនេះរូបខាងក្រោមនៅធំនេះបងប្អូនត្រូវចូលដូចខ្ញុំប្រាប់តែអញ្ចឹងយកពាក្យ in front of text ឲ្យបងប្អូនទាញមកគឺមិនឡើងប៉ុណ្ណាទាញប៉ុណ្ណឹងមកហើយនៅមួយនេះធំនេះបងប្អូនយកពាក្យ in front of text ដដែលហើយទាញវាបាទបងប្អូនអាចទាញយកមកស្អាតទាញមកស្អាតតាមអ្វីបងប្អូនចង់បានវាស្មើគ្នាទៅបង្កល់វាម្ដងតិចក៏បានហើយបងប្អូនចង់សរសេរអក្សរបន្ថែមបន្ថយតាមនឹងទៀតតាមអ្វីបងប្អូនចង់បានទៅប៉ុន្តែឥឡូវនេះវីដេអូនេះខ្ញុំចង់បង្ហាញថាទាញរូបភាពពី Telegram មកដាក់នៅក្នុង Microsoft Word បាទដល់ចំពោះវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងមើលហើយនឹងចេះអនុវត្តតាមណានឹងអាចធ្វើបានបើសិនតែបងប្អូននៅតែមិនអាចធ្វើបានបងប្អូនអាច comment ខាងក្រោមហើយខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតជូនបងប្អូនហើយចំណែកបងប្អូនដែលដឹងហើយដែលចេះហើយក៏សូមបងប្អូនcomment នឹងធ្វើការណែនាំមធ្យោបាយណាដែលអាចងាយស្រួលជាងនេះបាទជាចុងបញ្ចប់ខ្ញុំសូមអរគុណនិងសូមជម្រាបលាបងប្អូនអរគ្នា